គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បញ្ជាក់វេទញែកនឹងបែងចែកពាក់ព័ន្ធជាមួយនឹងសិល្បៈវចរៈរចនាបថវចរៈនៅប្រទេសនីមួយៗណាអ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់វចរៈហ្នឹងគឺតិចខ្លាំងមែនទែនខ្ញុំជឿថានៅក្នុងប្រទេសខ្មែរយើងតិចមែនទែនដែលស្គាល់វចរៈអ្នកទាំងអស់គ្នានៅវចរៈនេះផងដែរអ្នកទាំងអស់គ្នាអាចទៅរកមើលបាននៅតាមបណ្ដាសារមន្ទីរទី1សារមន្ទីរជាតិភ្នំពេញទី2នៅសារមន្ទីរជាតិសៀមរាបអង្គរអ្នកទាំងអស់គ្នាអាចឃើញហើយថាវចរៈមានរៀងមានទម្រង់បែបណាទាំងវចរៈនិងទាំងវចរៈគឺសិល្បៈរបស់ខ្មែរយើងគឺសម្បូរបែបមែនទែនអ្នកទាំងអស់គ្នាមុននឹងចូលដល់ប្រធានបទវចរៈនេះខ្ញុំសូមលើកយកអំពីគតិនៃសាសនានីមួយៗដែលពាក់ព័ន្ធជាមួយនឹងវចរៈឲ្យអ្នកទាំងអស់គ្នាស្ដាប់វចរៈនៅក្នុងគតិរបស់សាសនាពុទ្ធមហាយានក្នុងនិកាយតន្ត្រៈនិងនិកាយវចរៈគឺវចរៈតំណាងឲ្យពន្លឺប្រាជ្ញាហើយក៏តំណាងឲ្យការចាក់ធ្លុះនៅញាធម៌ហើយក៏តំណាងឲ្យការដុតកំទេចនៅកិលេសនិងដុតកំទេចនៅសភាវៈអាក្រក់ចំណែកឯនៅក្នុងសាសនាហិណ្ឌូវិញវចរៈគឺតំណាងឲ្យអាវុធពិសិដ្ឋអាវុធទេពរបស់ព្រះឥន្ទហើយបើយើងនិយាយឲ្យងាយស្រួលទៅគឺជាកម្មរន្ទះគ្រាប់រន្ទះវចរៈគឺជាគ្រាប់រន្ទះហើយវចរៈនៅក្នុងសិល្បៈខ្មែរគឺសម្បូរបែបមានច្រើនយ៉ាងច្រើនបែបច្រើនយ៉ាងខ្លាំងមែនទែនអ្នកនរគ្នាហើយនៅក្នុងនោះផងដែរទាំងវចរៈនិងកណ្ដឹងវចរៈក៏មានពីរទម្រង់ហ្នឹងគឺប្រភេទបែងចែកខុសគ្នាទៀតគឺកណ្ដឹងវចរៈគឺមានខាងក្រោមជាតួកណ្ដឹងខាងតួកណ្ដាលគឺជាដៃកាន់និងចុងខាងលើគឺមានឆែក3ជួនកាលជារូបរាងទម្រង់ជាវចរៈឆែក3នេះទៀតសោះគឺតំណាងឲ្យត្រីសូលអ្នកនរគ្នានៅក្នុងគតិរបស់សាសនាហិណ្ឌូហ្នឹងគឺឆ្លងមកពីសាសនាហិណ្ឌូទេហើយអ្នកនរគ្នាអាចមើលឃើញបានថានៅក្នុងរចនាបថខ្លះទៀតគឺមានព្រះវិស្ណុនៅចំកណ្ដាលហើយនៅខាងក្រោមនៃតួព្រះវិស្ណុហ្នឹងគឺមានព្រះគណេសហើយអ្នកនរគ្នាអាចមើលបានថាសិល្បៈរបស់ខ្មែរយើងគឺមានលក្ខណៈជាចែងឆែករិចមាន5ចែងឆែកដាច់ពីគ្នាហើយចែងនីមួយៗគឺតំណាងឲ្យក្បាលនាគអ្នកទាំងអស់គ្នាអាចឃើញហើយខាងក្រោមហ្នឹងគឺខាងលើហ្នឹងជាស្នែងខាងក្រោមនេះគឺជាពុកមាត់គឺតំណាងឲ្យក្បាលនាគហើយអ្នកទាំងអស់គ្នាបើយើងនិយាយពីក្បាលនាគទៀតសោតអ្នកទាំងអស់គ្នាអាចនឹងស្គាល់ចវាអ្វីហើយចវាគឺគ្រឿងលម្អទីតាំងសក្ការៈដូចជាវត្តអារាមអីជាដើមហ្នឹងអ្នកទាំងអស់គ្នាអាចឃើញអាចចង់សួចៗហ្នឹងគេហៅថាចវាហើយចវាហ្នឹងអ្នកដែលរៀនខាងស្ថាបត្យកម្មអាចនឹងស្គាល់ហើយថាចវាហ្នឹងគឺតំណាងឲ្យអីហើយចំពោះសិល្បៈខាងទីបេខាងចិនគឺមានលក្ខណៈមូលក្តោបតំណាងឲ្យផ្កាឈូកក្រពុំហើយអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានមើលរឿងអ៊ូខុងហើយដែលដបងមួយដែលវែងហើយធំកម្លាំងម៉ាំងហ្នឹងដែលខាងជើងគាត់កាន់គឺនឹងហើយគឺតំណាងឲ្យវចរៈដូចគ្នាអ្នកទាំងអស់គ្នាវចរៈនេះមិនមែនមានតែខ្មែរយើងទេគឺយើងបានទទួលឥទ្ធិពលមកពីខាងវចរយាននិងតន្ត្រយានមកពីទីបេហើយនៅក្នុងនោះទៀតសោតមានទាំងកូរ៉េចិនខាងចាមខាងឥណ្ឌូនេស៊ីខាងបាលីក៏មានប្រើដែរអ្នកនរគ្នាអាចស្វែងយល់និងរកមើលបានហើយអ្នកនរគ្នាជាខ្ញុំបានធ្វើវចរៈទម្រង់វចរៈនេះឡើងមកគឺកែតម្រូវរៀងតិចតួចនិងរំលេចក្បាច់តិចតួចមិនឲ្យខុសពីទម្រង់ដើមពេកហើយក៏មិនឲ្យដូចទម្រង់ដើមពេកដែរខ្ញុំធ្វើតាំងពីឆ្នាំ2023មកហើយបានចែកចាយច្រើនដែរហើយរបស់ខ្ញុំធ្វើគឺធ្វើមកអំពីស្ពាន់ក្រូមេទឹកមាសហើយអ្នកទាំងអស់គ្នាដែលខ្ញុំចង់មកផ្ដោតសំខាន់ពាក់ព័ន្ធជាមួយនឹងសិល្បៈនិងការប្រើប្រាស់គ្រឿងលម្អអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាគ្រប់គ្រងផលិតផលរបស់ខ្មែរសិល្បៈរបស់ខ្មែរខ្ញុំគិតថាល្អខ្លាំងមែនតើមកប៉ុន្តែទន្ទឹមនឹងហ្នឹងដែរអ្នកទាំងអស់គ្នាក៏ត្រូវដឹងដែរថាសិល្បៈនីមួយៗគឺយើងមានឫសគល់ច្បាស់លាស់ហើយបន្ទាប់ពីបាត់បង់ជាច្រើនឆ្នាំទសវត្សរ៍មកអ្នកដែលគាត់សាងឡើងមកថ្មីគឺហៅថាស្នាដៃដំបូងនិងស្នាដៃដែលធ្វើឡើងម្ដងទៀតអញ្ចឹងហើយអ្នកទាំងអស់គ្នាគួរតែគោរពលើស្នាដៃអ្នកដែលបានធ្វើឡើងវិញយើងនិយាយថាធ្វើឡើងវិញណាអ្នកទាំងអស់គ្នាគឺគួរផ្ដល់តម្លៃឲ្យម្ចាស់ស្នាដៃហើយដើម្បីលុបបំបាត់នៅវប្បធម៌ចម្លងអ្នកដតីចម្លងស្នាដៃអ្នកដតីយកម៉ូដឬក៏យកស្នាដៃអ្នកដតីហ្នឹងយកមកធ្វើជាស្នាដៃរបស់ខ្លួនឯងហើយយើងធ្វើអញ្ចឹងគឺអត់ត្រូវទេហើយមួយទៀតអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងរឿងគ្រឿងអលង្ការអ្នកទាំងអស់គ្នាគួរយល់ថាម៉ូដឬក៏ហាងដែលម៉ូដចេញមកពីហាងមួយគេធ្វើប្រចាំហាងរបស់គេចុះបើសិនជាអ្នកទាំងអស់គ្នាយកម៉ូដហ្នឹងយើងមិនទៅសួរនៅហាងដែលគេចេញម៉ូដហ្នឹងទៅយើងកុំយកម៉ូដហ្នឹងទៅសួរហាងដតីឬក៏ឲ្យជាងដតីគេធ្វើអាហ្នឹងរឿងហ្នឹងគឺអត់ត្រូវទេគឺយើងហៅថារំលោភស្នាដៃរបស់គេហ្នឹងយើងបើសិនជាពាក់ព័ន្ធជាមួយគ្រឿងអលង្ការហ្នឹងគេមាន local brand ឬក៏គេបានចុះកម្មសិទ្ធិបញ្ញាគេអាចប្រឹងអ្នកទាំងអស់គ្នាបានហ្នឹងយើងគ្រាន់តែនិយាយត្រួសពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងផលិតផលខ្មែរហើយ
ជាប់តិចតួចយើងគួរតែផ្ដោតតម្លៃឲ្យគ្នាទៅវិញទៅមកពាក់ព័ន្ធជាមួយនឹងគ្រឿងអលង្ការឬគ្រឿងសិល្បៈផ្សេងៗហើយអ្នកទាំងអស់គ្នាមុននឹងគ្រប់គ្រងផលិតផលខ្មែរស្រឡាញ់រចនាបថខ្មែរសិល្បៈខ្មែរក៏គួរតែយល់ដឹងអំពីសិល្បៈខ្មែរដែរថាសិល្បៈទម្រង់ណាជាសិល្បៈទម្រង់របស់ខ្មែរមួយណាជាសិល្បៈរបស់ប្រទេសអ្នកដទៃប្រទេសជិតខាងអ្នកទាំងអស់គ្នាមិនថាយើងយកសិល្បៈដែលជារបស់ខ្មែរហើយយកមកច្បាប់ចុះឡើងវាទៅជារឿងមួយដូចជាស្លកកោអញ្ចឹងអ្នកទាំងគ្នាដល់ទៅហើយអញ្ចឹងទៅវាមិនមែនត្រឹមតែជាស្លកកោវាទៅជាคล้ายទៅជារបស់បរទេសបាទវាស្តៀងរបស់បរទេសខ្លះជារបស់បរទេសបាទវាអត់មានលក្ខណៈជាខ្មែរអញ្ចឹងហើយអ្នកទាំងគ្នាគួរតែផ្ដោតតម្លៃនិងយល់ដឹងអំពីចំណុចហ្នឹងខ្លាំងមែនតើហ្មងគឺត្រូវតែផ្ដោតសំខាន់នៅលើរឿងទាំងអស់ហ្នឹងអ្នកទាំងអស់គ្នានេះគឺជាសារ5ផ្ញើទៅដល់អ្នកគ្រប់គ្រងរបស់ខ្មែរទាំងឡាយហើយអ្នកដែលបង្កើតអាជីវកម្មក៏គួរលុបបំបាត់ចោលនៅការលួចស្នាដៃទី1ទី2លួច concept ទី3លួច content ពីហាងដទៃយកមកធ្វើជារបស់ខ្លួនឯងយកមកធ្វើជារបស់ស្នាដៃខ្លួនឯងក៏គួរតែលុបបំបាត់ចោលដែររឿងហ្នឹងគឺរឿងនេះគឺជាមហាសែនថោកទៀតមកយើងកុំប្រើពាក្យថាអានឹងសិល្បៈខ្មែរតាហ្នឹងហើយសិល្បៈខ្មែរស្រឡាញ់ខ្មែរគ្រប់គ្រងរបស់ខ្មែរតែខ្មែរគ្នាឯងហ្នឹងគឺលួចស្នាដៃរបស់ខ្មែរគ្នាឯងតែម្ដងអត់មានប្រទេសជិតខាងណាមកលួចទេគឺខ្មែរគ្នាឯងហ្នឹងហ្មងហែកគ្នាលួចគ្នាសាហាវខ្លាំងណាស់អញ្ចឹងអ្នកនរគ្នានេះជាសារ5ផ្ញើ